ប់មួយជំហានខ្លួនកន្លងមកហ្នឹងក៏បានសំណុំពរខមកម្មវិធីមានអ្នកចិត្តខាងណាចាតតងឲ្យនឹងភ្នាក់ងាររបស់យើងលោកសវណ្ណរិទ្ធគឹមសវណ្ណរិទ្ធនៅខាងខេត្តរតនគិរីហ្នឹងបានចុះទៅដល់ផ្ទះលោកយាយផ្ទាល់ផ្ដិតយករូបភាពនេះបាទលោកយាយលោកតាឲ្យលោកស្រីទស្សនិកជនពេលខ្លះយើងកើតមកមានទ្រព្យសម្បត្តិមានសំណាងល្អមានកូនមានចៅផៅសន្តានជាអ្នកធូធារស់នៅសុខដុមរមនាជាមួយគ្នារបស់របរហូបសពគ្រប់បែបយ៉ាងប៉ុន្តែលោកយាយលោកតានេះស្រឡាញ់គ្នាតាំងតែពីក្មេងរហូតដល់ចាស់ក៏នៅតែមិនទៅណាដែរចានៅតែមើលថែគ្នាទឹកក្តៅទឹកត្រជាក់លើកទឹកក្តៅទឹកត្រជាក់ក្បាលដុសក្អែលងុចទឹកឲ្យប្តីឲ្យប្រពន្ធទៅវិញទៅមកចាតែលោកយាយស្លាប់មួយជំហានខ្លួនហើយគ្មានថវិកាសម្រាប់ទិញនៅអង្គឬក៏គ្រឿងឧបភោគបរិភោគផ្សេងទេចាថ្នាំដង្កូវព្យាបាលជំងឺគាត់ផ្សេងហ្នឹងក៏គ្មានដែរចឹងសង្ឃឹមថាទស្សនិកជនដែលបានឃើញហើយនៅរូបភាពនេះនឹងចូលរួមឧបត្ថម្ភតាមរយៈកម្មវិធីយើងខ្ញុំដើម្បីជួយទៅដល់លោកតាដែលអង្គុយទ្រចង្ការបាទស្រក់ទឹកភ្នែកគ្មានសង្ឃឹមតែដល់សង្វេគនៅក្នុងជីវិតដ៏កំសត់របស់គាត់ដែលអង្គុយមើលថែយាយចាបាទនេះជាជីវិតមួយដ៏យ៉ាងកំសត់មួយទោះបីជាយ៉ាងណាក៏មិនទៅចោលគ្នាដែរចាមិនទៅណាចោលគ្នាទេព្រោះចាស់ទុំអត់ទៅហើយបាទដែលលោកយាយក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានជំងឺស្លាប់មួយជំហានខ្លួនហើយទើបតែបាទសម្រាប់ចិត្តនាំគ្នាបាទទៅដើរសុំទានបាទមកសុំទានគេនៅទីប្រជុំជនដើម្បីចិញ្ចឹមជីវិតចាកន្លងមកហ្នឹងក៏ដាក់អតេះរុញគ្នាទៅវិញរុញគ្នាណាចាដើរសុំទានគេយកលុយទៅចិញ្ចឹមជីវិតតម្រេះណាមិនដឹងថារោគវិធីណាដើម្បីធ្វើម៉េចបានលុយដើម្បីចិញ្ចឹមជីវិតមកឡែនមើលរូបភាពតាសង្ឃឹមតែម្ដងអង្គុយជ្រប់បាទតត្រចិញ្ចើមណាតប់ចិញ្ចើមហើយលើកដកងុចទឹកឲ្យយាយស្លៀកពាក់ឲ្យយាយមើលថែឲ្យយាយទៅវិញទៅមកចាបាទគូឲ្យអាណិតនៅជីវិតនឹងរូបភាពនេះណាចាហើយក្នុងនោះក៏យើងលុះឃើញដូច្នេះបាទអ្នកស្រីហឿងខឿនដែលជាអភិបាលស្រុកអូជុំក៏បាននាំយកនៅអំណោយមួយចំនួននៃសាខាកាកបាទក្រហមខេត្តដែលទៅចែកជូនដល់ពួកគាត់ហើយបងប្អូនដែលនៅក្នុងឃុំខាងលើក៏បាននាំគ្នាធ្វើខ្ទមមួយនឹងជូនគាត់ស្នាក់នៅបណ្ដោះអាសន្នដែរចា៎បាទហើយតែខ្ទមនោះគឺមិនទាន់បានសាងសង់នៅរួចរាល់នៅឡើយទេគឺគាត់រស់នៅផ្ទះជាមួយប្រជាពលរដ្ឋសិនអូចា៎អញ្ចឹងនៅមួយគេទេណានៅជាមួយគេសិនហើយហេតុដូចនេះសូមសប្បុរសជនទាំងអស់ដែលបានឃើញរូបភាពនឹងហើយជួយទៅដល់លោកយាយលោកតាផងអាចនិយាយបានថាជីវិតចុងក្រោយរបស់គាត់ហូបឆ្ងាញ់រស់នៅបានសុខស្រួលក៏ថាបានដែរមានកន្លែងស្នាក់នៅគេចផុតអំពីខ្យល់ភ្លៀងនិងកម្ដៅថ្ងៃខ្លះទៅហើយនឹងមានបាយហូបមានសម្ភារៈបន្តិចបន្តួចប្រើប្រាស់នៅក្នុងផ្ទះគាត់សប្បាយចិត្តនៅជីវិតចុងក្រោយរបស់គាត់ដែរលោកអ្នកអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទដែលចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីយើងលេខ012 69 66 79ឬក៏098 23 85 66ហើយក្នុងនោះក៏អរគុណទៅដល់អាយដាមអុកញ៉ាសុកចម្រើនដែលបានឧបត្ថម្ភទៅដល់លោកយាយលោកតាដែរហើយព្រមទាំងអរគុណទៅដល់ម៉ាឡែនចា៎ណាកញ្ញាម៉ាឡែនណាម្សិលមិញក៏បានឧបត្ថម្ភនៅថវិកា$10ដែរជូនទៅដល់លោកយាយលោកតាចា៎ហើយស្ពតពរជ័យជូនលោកអ្នកដល់ទស្សនិកជនទាំងអស់បាទជួបប្រទះតែសេចក្តីសុខសូមកុំឲ្យពិបាកនិងកុំឲ្យមានបញ្ហាសុខភាពទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខនិងជោគជ័យរាល់ភារកិច្ចការងារទាំងអស់បាទដោយសារតែពេលវេលាយើងខើចខ្លីហើយណាម៉ាឡែនដល់ពេលវេលាដែរហើយយើងខ្ញុំទាំងពីរអ្នកក៏សូមគ្រប់ខន្តីអភ័យទោសពីសំណាក់អស់លោកស្រីនាងកញ្ញាដែលតាមដានទស្សនាកម្មវិធីយើងខ្ញុំតាំងពីម៉ោង7រហូតដល់ម៉ោង9នៅព្រឹកនេះប្រសិនបើយើងខ្ញុំទាំងពីរនាក់អត្ថាធិប្បាយទៅមានការលើសលួសខ្វះខាតពាក្យសម្ដីត្រង់ណាឆ្គមមិនក៏បីចំពោះលោកយាយលោកតាអំប្រុសអំស្រីដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីនេះសូមខន្តីអភ័យទោសដល់បងប្អូនក្មួយចៅទាំងពីរនាក់នេះផងចា៎បាទហើយថ្ងៃស្អែកយើងនឹងជួបប្រិយមិត្តទស្សនិកជនដូចជាបងប្អូនវិជាប្រវត្តិសាស្ត្រ